រឿងអំអាណាចាស្នៃសាតានភាគទី13ប្រឹងរឿងបំរាស់ចេញពីមនុស្សថោទាបខណៈសាច់ត្រគាកត្រឌូស្ទ័រមកលើស្និតនេះគំរាមកំហែងគៀបសង្កត់រហូតវាផ្ទុះកំហឹងបញ្ញាអាណាំខ្លាំងណាស់អង្រួនឲ្យញាប់រ៉េនហ្សារ៉ូយ៉ាល់បញ្ចេញសម្លេងថ្ងោដឺដងជាមួយទឹកមុខមហារោគចិត្តលំមឲ្យនាងទុយដឹងថាកំពុងឈានជើងចូលជ្រុះក្តៅរោគចិត្តយើងក៏គិតអញ្ចឹងដែរចិត្តយើងវាកាត់រោគពេលឃើញនាងឲ្យដៃក្នុងអាងខ្ញុំគ្មានពេលមកកំដរលោកម្ចាស់លេងទេឡើងទេយើងកំពុងតែគិតថាគួរតែលេងពីត្រង់ណាទៅមុនរ៉េនហ្សានាងចូលចិត្តបែបណាហឹង្សាឬរលរៀលលោកម្ចាស់គួរតែទៅឲ្យប៉ែតពិនិត្យខួរក្បាលម្ដងហើយខួរក្បាលយើងវាស្រីឃ្លានទាសកលដូចនាងបើបានស៊ីវានឹងជាភ្លាមឈួតបំផុតហើយចង្កេះរាវត្រូវក្រសោបជាប់សង្កត់ចុកក្រោមឲ្យផ្នែកទន់ជ្រាបបៀតសៀតស្និទ្ធស្នាលជាមួយភាពរឹងមាំដែលកំពុងបញ្ចេញអានុភាពយ៉ាងសម្បើមទល់ឈ្មោះឈ្មោលសាងការភ្ញាក់ផ្អើលដល់នាងតូចជាខ្លាំងរហូតរបូតសម្លេងគួរឲ្យស្អប់ចេញមកចង់ធ្វើអីឈប់ណានាងផ្អើលដូចជប់ខ្មោចប្រងើបចេញតែគេសង្កត់ចុះវិញមិនឲ្យរើទៅណាបានទើបពេលនេះរបស់ខ្លះកំពុងតែវាកំពុងរាក់ទាក់គ្នានាងមិនគួងើបចេញក៏ដើរទីទេរ៉េនហ្សាស្នាមញញឹមនៅតែមានលើមុខកំណាយគេអាចមើលដឹងថានាងស្រាវស្រាប់នឹងការប៉ះពាល់មួយនេះតាមរយៈកម្ដៅភាពពេញពីរាងកាយរបស់នាងតែមើលទៅក្មេងម្នាក់នេះមិនដឹងខ្លួនបន្តិចសោះចំជាក្មេងខ្ចីគ្មានបទពិសោធន៍មែនតែវាក៏តាក់ទាញមិនណយដែរមើលចុះកូនប្រុសគេឡើងរឹងខ្លាំងណាស់វាកំពុងស្រេកឃ្លានចង់ឲ្យនាងលេបត្របាក់វាឥឡូវនេះភាពមិនដឹងអីរបស់នាងកំពុងដុតភ្លើងពង្វាក់អារម្មណ៍ឲ្យពួកកញ្ជ្រោលស្រវាចាប់ចង្កេះតូចធ្វើចលនាត្រដុសទៅមកលើភាពរឹងមាំរខឹងងើបចង្អុលមេឃពីយឺតទៅលឿនស្របពេលមុខសង្ហែឈ្ងោកទៅរកកញ្ចឹងអប្រោច្រមុះឈ្មោះឈ្មោលញីញក់ស្រង់ក្លិនក្រអូបប្រហែលបរិសុទ្ធមិនក៏ក្មេងក្អងក្អាងនេះតាក់ទាញចំណងគេខ្លាំងម្ល៉េះពុទ្ធោអើយគេទប់អារម្មណ៍មិនបានទេចង់ស៊ីនាងចង់លេបនាងចង់ចូលទៅក្នុងខ្លួននាងហើយអុកក្រលេងខ្លាំងហើយស្មៅក្រកថោកទៀតអាមនុស្សព្រៃនាងវាយទះតបរុញច្រានមនុស្សមានធំចេញដោយការខ្ពើមរអើមតែគេហាក់មិនរងោះឈឺចាប់បន្តិចសោះលុកលាន់នាងកាន់តែខ្លាំងបង្កើនចង្វាក់ត្រដោះញីញក់កាន់តែញាប់រន្ធន់ម៉ារីនញ័ររន្ធត់កំឡុងកោកតាបៀតសៀតអ្នកបៀតស្និទ្ធស្លារវាងរាងកាយទាំងពីរដូចមានចរន្តអគ្គិសនីឆ្លងកាត់ញួយកន្ត្រាក់ក្រឹបសរសៃឈាមស្រាវស្រែងព្រៃរងាដោយមនុស្សកែតគ្រុនដែលប្រាំងរុញច្រានបាត់បង់កម្លាំងញ័រតតាប់គេកាន់តែសម្រុកនាងកាន់តែបាត់ខ្យល់ដង្ហើមលេមឡាមធ្វើអីលែងត្រីជួយចិត្តទេរ៉ាន់ហ្សាសម្លេងស្អែកស៊ើបសួរតិចស្របពីចុងអន្លាតធ្ងើសើមលេខពីគុំត្រជាប្រដេញពេញផ្ទៃភ្នត់ទុនល្មើយហើយក៏ឈប់ត្រង់បបុកមាត់កំពុងខ្ជិបណែនឮយើងសួរទេមិនក៏ស្ងាត់ឬក៏ស្រួលពេកដល់និយាយលែងចេញនាងចង់សម្លាប់យកកំពីមកចាក់សម្លាប់គេឥឡូវនេះនាងស្អប់ខ្ពើមនាងរអើមហើយដែលព្រមស្ងាត់ស្ងៀមមិនតវ៉ាមិនមែនបែកខ្លាយពីណាមួយលុយទេតែបានដឹងល្បិចស្មៅគ្រុករបស់គេទៅវិញទេបើនាងហ៊ានតែហឹបមកនិយាយមិនខុសពីបើកភ្លើអីគេលុកលុយម៉ារីនខ្ជិបមាត់ណែនទះតបរាងកាយសុទ្ធតែស្នាមសាក់មិនដកដៃនាងមិនឲ្យអារម្មណ៍ឈួតទាំងនោះមកគ្រប់គ្រងនាងបានទេហើយកាន់តែមិនធ្វើជាម៉ាលកាំងឲ្យគេបំពេញតាមចិត្តលុកលាន់ប៉ះពាល់ដោយសេរីមើលមុខនាងចោះពួកកញ្ជ្រោលដល់ហើយស្រួលខ្លាំងឬក៏យើងក៏ស្រួលដែរចង់ផ្ទុះទៅហើយស្រួលណាស់យើងចង់ដាក់ចូលក្នុងខ្លួននាងអូយអារម្មណ៍ត្រេកត្រអាលពួកកញ្ជ្រោលត្រូវកាត់ផ្ដាប់ភឹងភ្ញាក់ព្រឺដូចឆក់ខ្សែភ្លើងប្រឡែងដៃពីចង្កេះតូចផ្ទៃមុខភ្លើតភ្លើនឡើងក្រហមងាំងរាមកដល់គុំត្រចៀកស្រួលទេរ៉េនហ្សាគេក្រហឹមសម្លេងខ្ពស់តែក៏នៅស្ងៀមមិនហ៊ានក្រមើលោកម្ចាស់ចាស់ហើយកុំស៊ើលមោកាមពេកប្រយ័ត្នកាំងបេះដូងស្លាប់មុនអាយុទៅបើស្លាប់លើទ្រូងនាងក៏មិនជាអាក្រក់អីដែរតែខ្ញុំមិនចូលចិត្តរបស់ចាស់ទេចាស់យើងចាស់ក្លឹមម៉ាស៊ីនស្ទុះល្អណាស់ដប់ទឹកស៊ីផុយខ្លាយតែក្មេងដូចនាងទេទុកមិនជាប់លលំខ្ចីអស់គេនិយាយតែញួចគេមាត់ញញឹមស្រស់ស្រាំងតែមិនតិចក៏ជួនជាងខំថ្មោព្រោះចុងដៅគេចង់ដាច់ឈាមហើយកុំឲ្យដល់វេនយើងនឹងខំវាដាច់នៅបញ្ឆេម៉ាស៊ីនបន្តទៅខ្ញុំរវល់មិនបានកំដរទេសុំលានាងមិនបានមើលថាគេមានទឹកមុខបែបណាទេចាប់ប្រយោគគ្រុតខ្ទៀតសឹងមិនទាន់ខ្លងនាងតូចស្ទុះចេញពីអាងត្រាំទឹករត់ទៅក្រៅយ៉ាងលឿនតាមដែលអាចធ្វើបានព្រោះខ្លាចមនុស្សឈួនកាមតាមញ៉ាំញីនាងម្ដងទៀតទាំងបេះដូងលោតញាប់កាយក្តៅស្រាវស្រាយដូចភ្នំភ្លើងហៀបផ្ទុះយើងដូចមិនដឹងស្រលនាងពេកហើយចចកលាក់ពីសខ្នងក្រាតហ្វេកកែមអាងសោតរលត់តិចនឹកឃើញមុខមិនដឹងខ្យល់អីទេតែលាក់ពីសនោះហើយធ្វើឲ្យអារម្មណ៍ល្អប្លែកតែថាចុងដៅគេចង់ដាច់ឈាមហើយវាឈឺជាងគេយកកំភ្លើងមកបាញ់ទៅទៀតសូម្បីតែថ្នាំជក់មុននេះក៏ទុកមិនជាប់ដែរទើបត្រូវយកបារីសំណប់ចិត្តរបស់គេមកបឺតបង្ហុយបន្លោបទៅវាទើបតែចាប់ផ្ដើមប៉ុណ្ណោះក្រាក់ផាំងទ្វារប្រណិតទៀងកន្ត្រាក់បាក់មួយកំហឹងមុននឹងបិទលាន់សម្លេងឡើងខ្ទជាន់5ទើបអ្នកដែលឈរនៅមុខទ្វារភ្ញាក់ព្រឺតចោលខ្សែមុខទៅរកគ្រប់គ្នាតែម៉ារីនមិនបានខ្វល់ពីអ្នកណាដើរចេញតែមុខខ្មៅប៉ែចិញ្ចៀងចង់ជាប់ខ្ជិបបបោកមាត់ក្តាប់ដៃណែនដោយក្តៅក្រហាយនឹងអ្វីមួយអាចដើរចេញពីបន្ទប់បានដោយសភាពប្រក្រតីពិតជាមិនធម្មតាទេអានតាមមិលដំណេកក្រទប់បបោកទាំងលាន់មាត់បន្ទប់មួយនេះអ្នកដែលចូលហើយមិនដែរចេញមកវិញទេគឺបាត់ដោយគ្មានស្លាកស្នាមមានតែដានឈាមនឹងឯងដែលនៅសល់ហើយវាក៏មិនមែនជារឿងចម្លែកអីដែរដែលម្ចាស់វិមានតែងយកស្រីមកកំដរហើយសម្រាប់បោះចូលជ្រោះព្រោះតែភាពលោភលន់របស់ពួកនាងក្មេងម្នាក់នេះខុសពីស្រីមុនមានការចំណាស់ឈរត្រង់ខ្លួននិយាយមួយដោយមិនងាកមុខមើលដៃគូសន្ទនាស្របពេលស្នាមញញឹមភក់លើផ្ទៃមុខមានជ្រួញថ្មីខុសយ៉ាងណាលទ្ធផលចុងក្រោយនៅតែដដែលស្លាប់ក្រោមដៃលោកម្ចាស់គេធ្វើការជាមួយរយយ៉ាវយូរណាស់ហើយរឿងអីដែលមិនស្គាល់ចរិតចៃហ្វាវនៅល្មមទើបនិយាយបានដោយភាពជឿជាក់ឯគិតបែបនឹងឬអានមេការលើកជាងសួរចុះលោកមេការគិតយ៉ាងម៉េចបើឯងមិនឆាប់ស្លាប់ទេឯងនឹងបានឃើញនៅចំបញ្ចប់ការវាបែបណាលោកមេការមិនបានបកស្រាយតែក៏ចោទប្រយោគបបួលឲ្យឆ្ងល់មុននឹងចាក់ចេញទៅដាក់ទំងាយខឿមច្បាស់ណាស់ម៉ារីនរត់ចេញពីចន្ទដៃយន្តទៅផ្លូវចំហៀនវិមានតម្រង់ទៅបន្ទប់សម្រាប់នាងចង់អោបងូតចង់ដកលាងសម្អាតក្លិនកាយបរោះនិងស្នាមរៀមដៃដែលតង់ទៀមលើខ្លួនរបស់នាងចង់យកវាឲ្យអស់លុបគ្រប់ដានដែលគេបន្សល់កាយស្ដាងរងាញ័រញាក់ប្រសិទ្ធភាពនាងពេលនេះគឺតតិចជោគតាំងពីក្បាលទៅចុងជើងទោះជាជាងក្រាស់ជួយទប់ខ្យល់និងភាពត្រជាក់ក៏ពិតមែនតែមិនបាន100%ឡើយត្រូវនឹងមនុស្សចាញ់អាកាសធាតុត្រជាក់ទៀតនោះទើបមុខតូចឡើងស្លេកបបោកមាត់ស្វាយលគួរខុសពីក្នុងចិត្តក្តៅរងាដូច ML ភ្នំភ្លេងបឹប
ហើយដោយសារតែការប្រញាប់មិនបានមើលឆ្វេងស្ដាំ Marin ក៏ចូលទៅបុកទាសករស្រីម្នាក់ដែលដើរបញ្ច្រាស់គ្នាមួយទំហឹងរហូតគ្នាថយក្រោយពី3ជំហានតែមិនបានដួលឡើយមានបើគ្រប់ភ្នែកទេពេលដើរឬក៏គេខ្វេសយកបាត់ទៅទើបខ្វាក់ដើរមកបុកយើងបែបនេះឮតែសម្ដីក៏ដឹងបាត់ទៅហើយថាជាអ្នកណាតែ Marin មិនចង់ឆ្លុកជាមួយដើរគេចេញទៅមួយខាងបុកយើងហើយគេថាអាចដើរចេញស្រួលៗអញ្ចឹងឬវាដូចងាយពេកហើយនាងឈោពីងភ្លេវលើកដៃស្រាក់ត្រឹមចុងនឹងហាមសម្លឹកសម្លឹងនាងតូចដែលការរករឿងនឹងពេលជ្រេះពេលឃើញសភាពនៃឆ្កែធ្លាក់ទឹករបស់ Marin ចេញដេញយើងមីទាសករនាងឯងចង់ដេញយើងគេថាយើងជាអ្នកណាជាទាសករនាងឯងចេញលើកនេះ Marin ងើបមុខសម្លឹកអ្នកទល់មុខដោយពន្លឺភ្នែកពីខៀតក្រហមច្រាលសំនៀងរឿងកំព្រឹសបញ្ជាក់ថានាងកំពុងមួម៉ៅខាងប៉ុណ្ណានាងទាសករបែកភ្នែកធំៗសម្លឹងបបុកមាត់ហើមស្ពុលបាយឈាមមិនភ្លេចរួចក៏សើចរលាក់ពេបមាត់ដោយកំពុងឆ្អើមលើកមុនរត់តាមប្រុសដោយជួបគ្រោះថ្នាក់នៅមិនរាលចលាយមិនដានប៉ុន្មានផងក៏ជ្រួលជ្រាវតាក់នឹងណាទៀតនាងនេះជំនាញមិនធម្មតាមែនពូកែឲ្យដៃប្រុសណាផាត់ផាត់ដៃតូចកែទម្ងន់មិនធម្មតាប្រឡែងលើត្បាល់ទាសករស្រីឲ្យបែរមុខទៅមួយខាងបង្អាក់ពីទាសទៀនកណ្ដាលទីគ្រប់ទីកន្លែងតែងតែគេចមិនផុតពីការចំណានឈ្នានីសីមិនថានៅក្នុងទម្រង់ឋានៈបែបណាក៏ដោយប៉ុន្តែនាងមិនមែនជាប្រភេទមនុស្សដែលឲ្យអ្នកណាមកជីជន់បានតាមអំពើចិត្តនោះទេពីកំភ្លៀងនេះគ្រាន់តែជាការដាស់តឿនប៉ុណ្ណោះបើនាងនៅតែចេះដឹងរឿងគេទៀតកុំបន្ទោសខ្ញុំថាចិត្តអាក្រក់នាងមិនមែនគំរាមទេតែនាងចង់ដាស់តឿនមនុស្សម្នាក់ៗសុទ្ធតែមានដែនកំណត់កុំបង្ខំឲ្យនាងអស់ការអត់ធ្មត់